គឺមានដើមត្រេនមកដើមបងប្អូនដល់គ្នានេះដើមត្រេនខាងខ្ញុំណាចាដើមម៉ូសន្ធិបងប្អូនដល់គ្នាហើយមានតែមួយដើមហ្នឹងមានតែ5ផ្លែទេបងប្អូន1 2 3 4 5ឥឡូវនេះខ្ញុំកក់សក់មិញហ្នឹងគឺរៀងឈ្ងុយត្រេនក៏ចុះមកម៉ែនឈ្ងុយមែនបងប្អូនហើយអើយល្មមកាត់បងប្អូនហើយតែស្អែកចាំកាត់លក់ឲ្យបងប្អូនសម្រាប់បងប្អូនដែលចង់ញ៉ាំឆាចូល Telegram ពូជម៉ូសន្ធិឆ្ងាញ់ហើយល្មួតណាស់បងប្អូនដល់គ្នាចានេះស្អែកបានញ៉ាំស្អែកកំងយប់ហ្នឹងក៏បានញ៉ាំដែរបងប្អូនទាំងអស់គ្នាហើយបងប្អូនមើលបាននេះធម្មជាតិប៉ាត់ធានាខ្មែរចំជូនបងប្អូនហើយដើមនេះខ្ញុំបញ្ជាក់ណាខ្ញុំយកមកពីបែកម្លងចាដើមនេះយកមកពីបែកម្លងប៉ាត់ហើយខ្ញុំធានាខ្មែរចំ 100% ជូនបងប្អូនឆ្នាំ 3-4 ឆ្នាំមកផ្លែនេះអូ 3-4 ឆ្នាំណាបងដាំតែមួយឆ្នាំបានផ្លែចាផ្លែនេះដាំមួយឆ្នាំបានផ្លែមើលបានចានេះល្អបងប្អូនអាចជើញមើលបានចាតែបងប្អូនដែលគាត់ចង់ញ៉ាំត្រេនខ្មែរប៉ាត់ដែលកាត់ចេញពីការផ្ទាល់ពីអូនណាវិញណាគឺអាចតំណមកតាមដូចឆ្នាំទៅ Telegram បានផ្លែហើយល្អមែនតើផ្ទះខ្ញុំគឺមានដើមត្រេនមកដើមបងប្អូនដល់គ្នានេះដើមត្រេនខាងខ្ញុំណាចាដើមម៉ូសន្ធិបងប្អូនដល់គ្នាហើយមានតែមួយដើមហ្នឹងមានតែ5ផ្លែទេបងប្អូន1 2 3 4 5ឥឡូវនេះខ្ញុំកក់សក់មិញហ្នឹងគឺរៀងឈ្ងុយត្រេនក៏ចុះមកម៉ែនឈ្ងុយមែនបងប្អូនហើយអើយល្មមកាត់បងប្អូនហើយតែស្អែកចាំកាត់លក់ឲ្យបងប្អូនសម្រាប់បងប្អូនដែលចង់ញ៉ាំឆាចូល Telegram ពូជម៉ូសន្ធិឆ្ងាញ់ហើយល្មួតណាស់បងប្អូនដល់គ្នា